ជំរាបសួរបងប្អូនកូនក្មួយជាបរិវត្តខ្មែរជាទីស្រឡាញ់ដ៏ជ្រាលជ្រៅមែនទែនទៅខ្ញុំចង់ធ្វើវីដេអូនេះក្នុងពេលប្រហែលថ្ងៃចុងក្រោយនេះរួចមកហើយក៏ប៉ុន្តែដោយមិនទាន់ឃើញថៃបញ្ជូនវីរៈកងទ័ពរបស់យើងត្រឡប់មកវិញខ្ញុំក៏មិនចង់ឲ្យមានការរំខានដល់ព្រឹត្តិការណ៍នេះទើបតែព្រឹកមិញនេះចូលរួមសប្បាយរីករាយហើយរំភើបជាមួយនឹងគ្រួសារវីរៈយុទ្ធជនទាំង18នាក់ជាមួយនឹងប្រជាពលរដ្ឋរបស់យើងប្រទេសទាំងមូលនៅក្នុងប្រទេសកម្ពុជាយើងដែលស្វាគមន៍យ៉ាងកក់ក្ដៅយ៉ាងរំភើបនៅការវិលត្រឡប់មកវិញនៃវីរៈយុទ្ធជនទាំង18នាក់ដែលថៃបានប្រើកលល្បិចស្មោកគ្រោកចាប់យកទៅសូមឲ្យក្មួយជួបជុំជាមួយនឹងគ្រួសារឲ្យបានកក់ក្ដៅឆ្លងឆ្នាំប្រកបដោយសេចក្តីសប្បាយរីករាយខ្ញុំក៏សូមចូលរួមជាមួយនឹងប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេសខ្ញុំនិយាយថ្ងៃនេះដោយសេចក្តីសប្បាយរីករាយឥតឧបមានៅក្នុងការដែលបានទទួលដំណឹងតាក់ទងនឹងវីរៈជន18រូបនេះក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរខ្ញុំក៏មានការបារម្ភយ៉ាងជ្រាលជ្រៅសម្រាប់អនាគតទៅថ្ងៃមុខព្រោះថាបទឈប់បាញ់គ្នាដែលយើងបានចុះហត្ថលេខាជាមួយនឹងថៃថ្មីនេះមានសភាពភ័យស្រួយមែនទែនស្ថានភាពដែលកើតឡើងតាំងពីខែកក្កដារហូតមកដល់ឥឡូវបញ្ជាក់ឲ្យឃើញថាមហិច្ឆតាឈ្លានពានក្តាប់ទឹកដីយកគ្រប់គ្រងនៅប្រាំងប្រាសាទរបស់យើងពីសំណាក់យោធាថៃមិនចប់ត្រឹមនេះទេនឹងមានហូរហែតទៅទៀតដោយសារអ្វីដោយសារស្ថានភាពផ្ទៃក្នុងរបស់ប្រទេសថៃនឹងជ្រួលច្បល់ខ្លាំងមែនទែនហេតុអីបានជាខ្ញុំហ៊ាននិយាយអញ្ចឹងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃមានវដ្តនៃការវិវត្តនយោបាយហ្នឹងគឺថាដែលយើងហៅថា cycle បាទវាមានឡើងចុះអញ្ចឹងហើយនៅពេលដែលឡើងចុះម្ដងកម្លាំងនយោបាយតែងតែផ្លាស់ប្ដូរបើសិនជាយើងគិតមើលទៅប្រវត្តិរបស់ស្រុកថៃបាទនៅពេលដែលមានការរីកចម្រើននៅពេលដែលមានការវិវត្តអភិវឌ្ឍខ្លាំងគឺនៅក្រោមយើងហៅថារជ្ជកាលចក្រីនោះបាទហើយមានរាមាទី4បាទដែលព្រះនាមព្រះអង្គហៅថាមង្គតនោះបាទហើយនឹងរាមាទី5จุฬាលង្កនហើយនឹងរាមាទី9ភូមិបុលអដុលយ៉ាដេកដែលជាព្រះបិតារបស់រាមាទី10សប្តាហ៍ថ្ងៃនេះក្នុងបានជាខ្ញុំលើកយកឈ្មោះទាំង3នឹងមកបាទដោយសារនៅក្នុងរជ្ជកាលព្រះមហាក្សត្រមង្គតរាមាទី4จุฬាលង្កនរាមាទី5ហើយនឹងរាមាទី9អណ្ដុលយ៉ាដេកនេះសុទ្ធតែជាពេលវេលាដែលថៃអភិវឌ្ឍឡើងខ្លាំងមែនទែនបើកចំហប្រទេសដើម្បីទំនាក់ទំនងទៅសហគមន៍អន្តរជាតិបើកទ្វារប្រទេសថៃនឹងទទួលយកនៅអរិយធម៌ប្រចាំលោកបាទធ្វើឲ្យប្រទេសនឹងដើរលឿនគ្រប់ផ្នែកទាំងអស់ជាពិសេសផ្នែកដេញឧស្សាហកម្មផ្នែកសេដ្ឋកិច្ចផ្នែកជំនួញទៅកាន់ពិភពលោកហើយនៅពេលដែលប្រទេសថៃជឿនលឿនអញ្ចឹងរាជវង្សសោនិវង្សបាទតែងតែក្តាប់ណែនជាមួយនឹងដេញមជ្ឈដ្ឋានអំណាចពីរទៀតគឺសាសនាហើយនឹងយោធាហើយមហាក្សត្រដែលព្រះនាមថាមង្គតនោះក៏ធ្លាប់បួសជាសង្ឃទៅទៀតបាទដោយសារនៅស្រុកថៃហ្នឹងគេជឿថានៅពេលដែលមហាក្សត្រប
បួសជាសង្ឃហ្នឹងគឺបានទទួលការគោរពកោតសរសើរអំពីប្រជាពលរដ្ឋជាទូទៅចឹងហើយបានជាព្រះរាជវង្សានុវង្សហ្នឹងតែងតែផ្សារភ្ជាប់ខ្លួនឯងទៅនឹងសាសនាបាទរហូតមកហើយស្ដេចដែលរហូតមកដល់រាមាទី9ហ្នឹងតែងតែប្រកាន់ខ្ជាប់នៅមាគ៌ាហ្នឹងព្រោះគេជឿថាមាគ៌ានេះរកឃើញនៅអ្វីដែលយើងហៅថាទស្សពិតរាជធម៌ហ្នឹងបាទធម៌ទាំង10នៅក្នុងការគ្រប់គ្រងប្រទេសក៏ប៉ុន្តែមកដល់រាមាទី10នេះបាទគឺក្លាប់ចាក់ខ្លាំងមែនទែនដោយសារมันមានលំនឹងតលតែសោះបាទហើយអ្វីដែលយើងឃើញសពថ្ងៃដែលកើតឡើងនៅក្នុងប្រទេសថៃហើយដែលយើងកំពុងតែទទួលថ្មបាក់ហ្នឹងគឺការរើបំរាស់នៃក្រមយោធាដែលខ្មែរយើងតែងតែហៅថាក្រមអាមាត្យហ្នឹងក៏ប៉ុន្តែមែនតើមិនក្រមអាមាត្យទេគឺឧត្តមក្រុមប្រឹក្សាយោធាបាទដែលនៅចិត្តជាមួយនឹងស្ដេចពួកទាំងអស់ហ្នឹងមើលឃើញនៅរឿងរ៉ាវជាច្រើនរបស់ស្ដេចរាមាទី10នេះដែលចុះខ្សោយខ្លាំងមែនទែនរហូតដល់មានការប្រឆាំងចេញមុខជាសាធារណៈពីមជ្ឈដ្ឋានប្រជាពលរដ្ឋថៃដូច្នេះហើយពួកនឹងខ្លាចបាត់បង់អំណាចរបស់ខ្លួនឯងបាទហើយយោធាថៃនឹងជាមួយព្រះរាជវង្សានុវង្សនឹងគឺតែងតែធ្វើយ៉ាងណាដើម្បីនឹងក្តោបក្តាប់អំណាចឆាឆៅដេញយន្តការនយោបាយគណៈបកនយោបាយនឹងមិនឲ្យមានលទ្ធភាពលំនឹងទេនិយាយត្រង់ទៅការបោះឆ្នោតប្រទេសថៃនៅខែ2ខាងមុខនេះខ្ញុំអត់ជឿថាចេញមកលទ្ធផលល្អគណៈបកណាមួយជាប់ឆ្នោតដាច់ដោយមតិភាគច្រើននឹងអាចដឹកនាំរាជរដ្ឋាភិបាលមុខទៅត្រូវការចូលរួមពីគណៈបកផ្សេងហើយខ្ញុំជឿថាយោធាថៃនឹងរក្សាសភាពការរអាក់រអួលនេះឲ្យនៅដើម្បីខ្លួនឯងឆ្លៀតឱកាសក្តោបក្តាប់អំណាចប្រើអំពើពុករលួយដើម្បីមានបាននៅក្នុងក្រមយោធាខ្លួនឯងហើយពួកនឹងខ្លាចណាស់នៅពេលដែលឃើញព្រះរាជវង្សានុវង្សជាពិសេសស្ដេចហ្នឹងគឺថាចុកខ្សោយដោយសពថ្ងៃនេះខ្លាំងមែនទែនបារម្ភខ្លាំងយោធាថៃបារម្ភខ្លាំងណាស់ក្នុងម៉ោងពេលឥឡូវហ្នឹងម្ល៉េះហើយគាត់ធ្វើគ្រប់យ៉ាងដើម្បីរក្សាអំណាចហ្នឹងបាទហើយយើងឃើញស្រាប់ហើយតព្រះរាជវង្សពីរាមាទី10ទៅរាមាទី11ហ្នឹងមិនដឹងនៅណាទេបាទហើយសិតតែមានបញ្ហាសុខភាពមានបញ្ហាខួរក្បាលទាំងអស់បាទនេះជារឿងដែលជាក្តីបារម្ភរបស់ខ្ញុំបើសិនជាអញ្ចឹងទេនៅក្នុងស្រុកថៃនោះយើងអត់បានសុខទេច្បាស់មិនបានសុខទេក៏ប៉ុន្តែអានឹងជារឿងរបស់ថៃបាទគេធ្វើឲ្យយើងសុខក៏ជារឿងរបស់គេមិនធ្វើឲ្យជារឿងសុខជារឿងរបស់គេប៉ុន្តែការឆ្លើយតបទៅនឹងសភាពការបែបហ្នឹងជារឿងរបស់យើងតើទៅធ្វើយ៉ាងណាយើងឃើញស្រាប់ហើយគឺសាមគ្គីភាពឯកភាពជាតិនឹងរឹងមាំណាស់បាទដោយសារមានសង្គ្រាមប៉ុន្តែខ្ញុំធ្លាប់បាននិយាយរួចមកហើយការរឹងមាំនេះខ្ញុំបារម្ភខ្លាំងមែនទែននៅពេលដែលផ្អាកសង្គ្រាមខ្ញុំមិនថាចប់ទេព្រោះវាអត់ចប់ទេបាទប៉ុន្តែផ្អាកសង្គ្រាមនេះសាមគ្គីភាពនេះឯកភាពជាតិនេះអាចនឹងថមថយកម្លាំងទៅវិញហើយពិបាកនឹងថែរក្សាឲ្យនៅជុំឲ្យនៅខ្លាំងដោយពេលដែលយើងមានប៉ះទង្គិចជាមួយនឹងថៃមានរឿងមួយចំនួនដែលយើងដាច់ខាតត្រូវតែធ្វើដើម្បីថែរក្សារឿងអស់នេះបាទខ្ញុំគិតថាទី1យុទ្ធធម៌សង្គមមិនអាចបណ្ដោយឲ្យដូចមុនបានទៀតទេបាទអ្នកដែលមានអំណាចអ្នកដែលមានខ្សែអ្នកដែលមានលុយកាក់ធ្វើស្រេចតែចិត្តបាទបង្ហាញនៅរូបភាពអំណាចរូបភាពមានបានហ្នឹងឲ្យទាំងអស់គ្នាឃើញគ្រប់គ្នាបាទតាំងពីការកូនខ្ជុកខ្ជាក់ជិះឡានប៉និតបាទអ្នកមានអ្នកដែលធ្វើការដែលយើងហៅថាបំរើរាជនោះបាទមែនតើទៅនឹងគឺថាគ្មានបំរើរាជអីទេបាទគិតតែពីធ្វើខ្លួននឹងយ៉ាងប៉និតបាទនៅពេលដែលរាជលំបាកវេទនាហ្នឹងប
ហើយអំពើគៀបសង្កត់បាទប្រើអំណាចប្រើទឹកលុយហ្នឹងมันអាចមានតទៅទៀតបានទេត្រូវតែធ្វើរឿងអ្វីមួយដើម្បីទប់ស្កាត់រឿងទាំងអស់នេះយុត្តិធម៌សង្គមបើពេលណាអត់មានទេបាទហើយវានៅក្នុងមុខពេកបាទវានឹងនាំឲ្យមានការប្រឆាំងជាមិនខានជាពិសេសនៅក្នុងសភាពការដែលមានការរំខានដែលមានការយាយីដែលមានមហិច្ឆតាលាបទឹកដីរបស់យើងពីខាងក្រៅមកដូច្នេះហើយយើងបាននិយាយហើយទាំងអស់គ្នាបាននិយាយហើយជាប្រវត្តិបានជូនយោបល់ហើយថាត្រូវតែធ្វើកំណែតម្រង់ស៊ីជម្រៅណាស់ខ្ញុំក៏ធ្លាប់បាននិយាយដែរនៅក្នុងរឿងនេះបាទដើម្បីធ្វើដូច្នេះបានគឺយើងមិនអាចមានអំពើពុករលួយទេវាមិនអស់ទេបាទតែឲ្យអស់វាមិនអស់ទេប៉ុន្តែឲ្យថយជាអតិបរមាមានប៉ុណ្ណឹងបានហើយបាទគ្រប់គ្រាន់ហើយបាទបន្ថយទៅហើយធ្វើយ៉ាងណាដើម្បីនឹងចែកចាយរឿងទាំងអស់ហ្នឹងភោគសម្បត្តិទាំងអស់ហ្នឹងជូនប្រជាពលរដ្ឋបម្រើប្រជាពលរដ្ឋដោយសុទ្ធចិត្តដោយស្មារតីដោយមានយុត្តិធម៌នៅក្នុងសង្គមអំពើពុករលួយនេះតែប្រយុទ្ធអត់បានប្រឆាំងអត់បានបាទធ្វើអីទៀតក៏អត់បានដែរបាទដល់ពេលហើយខ្នងទល់ជាងហើយមិនអាចទិញពេលវេលាបានតទៅទៀតទេបាទព្រោះគ្រោះថ្នាក់ពីថ្ងៃមកហ្នឹងมันយូរឆាប់នឹងមកម្ដងទៀតបាទហើយរឿងដែលយកលុយតាមរបៀបទុច្ចរិតមានបានតាមរបៀបទុច្ចរិតដូចជារឿង scam រឿងដេញអក្រិតកម្មអនឡាញគ្រប់ទីកន្លែងអាគារធំសិតទៅដាក់មនុស្សបង្ខាំងដើម្បីធ្វើ scam អនឡាញហ្នឹងបាត់ទៅឈប់ទៅបាទតែមិនឈប់បន្តិចទៀតពិភពលោកហ្នឹងចាប់ផ្ដើមឡើងហៅ Cambodia ហើយហៅ Scambodia បាទខ្ញុំឮពាក្យនេះឈឺចាប់បាទមិនគួរស្រុកយើងខ្លាយទៅជាអញ្ចឹងប៉ុន្តែមិនអីទេបាទរូបប្រទេសទៀតក៏វាដូចតែគ្នាដែរបាទមានចលនាសកលលោកដើម្បីនឹងប្រយុទ្ធប្រឆាំងនឹងដេញ scam អនឡាញនេះអក្រិតកម្មតាមអ៊ីនធឺណិតតាមអនឡាញនេះបាទប៉ុន្តែយើងអាចត្រឡប់ទៅដូចលើកមុនបានទៀតទេច្បាស់លាស់ណាស់នៅក្នុងរឿងនេះដើម្បីឲ្យយើងធ្វើរឿងផ្សេងទៀតបានកំណែតម្រង់រដ្ឋបាលសាធារណៈនិយាយហើយនិយាយទៀតត្រូវតែធ្វើស៊ីជម្រៅហើយមានសហប្រតិបត្តិការជាមួយនឹងដៃគូសង្គមស៊ីវិលហើយនឹងអ្នករកស៊ីបាទឲ្យច្បាស់លាស់នៅក្នុងរឿងហ្នឹងហើយមានប្រតិទិននៃសកម្មភាពនៅក្នុងផែនការហ្នឹងពីដំណាក់កាលមួយទៅដំណាក់កាលមួយឲ្យច្បាស់លាស់នៅក្នុងរឿងទាំងអស់ហ្នឹងបើសិនជាយើងចង់ធ្វើទំនើបភូមិនីយកម្មនៃកងទ័ពរបស់យើងរឿងហ្នឹងធំណាស់បាទព្រោះទៅធ្វើរៀបចំឡើងវិញពីស្ថាប័នយោធាហ្នឹងបាទទាំងអស់ពីលើដល់ក្រោមដើម្បីជៀសវាងអយុត្តិធម៌ត្រូវតែរៀបចំក្រសួងការពារជាតិអគ្គមេបញ្ជាការរៀបចំថ្នាលដែលខ្ញុំសប្បាយចិត្តណាស់ដោយសារឃើញសម្ដេចបវរធិបតីលោកចាប់ផ្ដើមរៀបចំរាជបណ្ឌិតសភាឲ្យមានរបៀបរៀបរយឡើងវិញប៉ុន្តែនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើបន្តទៅទៀតរឿងកាតព្វកិច្ចយោធាជិះអត់បានទេតែបើធ្វើមិនស្រួលវាអាចคล้ายទៅជាគម្លាតរវាងកូនអ្នកមាននិងកូនអ្នកក្រកូនអ្នកក្រចេះតែធ្វើទាហានទៅជាប់កំណែនកាតព្វកិច្ចទាហានទៅកូនអ្នកមានចេញទៅក្រៅផ្លោយអស់ទៅបាទ
អយុត្តិធម៌សង្គមមើលឃើញនឹងផ្នែកយ៉ាប់ទៀតនៅក្នុងរឿងហ្នឹងហើយបើសិនជាយើងចង់ទិញនៅដេញដាប់បដាយោធាដើម្បីការពារខ្លួនការពារពលនភាពទឹកដីហើយបើយើងមិនកាត់នៅអំពើពុករលួយហើយបើសិនជាយើងមិនធ្វើកំណែតម្រង់រដ្ឋបាលសាធារណៈស៊ីជម្រៅទេយើងមិនអាចធ្វើបានទេយើងមិនអាចចេះតែខ្ចីលុយគេជពាក់លុយគេដើម្បីមកធ្វើទិញប្រដាប់ប្រដាយោធានឹងបានទេបាទវាមានកម្រិតខ្ញុំសប្បាយចិត្តណាស់ដោយសារបានឃើញថាសេដ្ឋកិច្ចរបស់យើងទាំងវិស័យទេសចរទាំងវិស័យសំណង់ទាំងវិស័យកាត់ដេរទាំងវិស័យកសិកម្មក៏ចាប់ផ្ដើមដែរបាទហើយវិស័យកសិឧស្សាហកម្មបាទវិស័យបច្ចេកវិទ្យាយើងចាប់ផ្ដើមធ្វើច្រើនបាទប៉ុន្តែនៅមានរឿងច្រើនទៀតណាដែលត្រូវធ្វើបាទដើម្បីធ្វើយ៉ាងណាឲ្យយើងអាចនឹងចំខ្លួនឯងបានរស់ខ្លួនឯងបានខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមសច្ចាក្រោយពីមានរឿងជាមួយថៃហើយខ្ញុំនឹងពហិការរហូតដល់ថ្ងៃស្លាប់មិនប្រើរបស់ថៃទៀតទេលើកលែងតែវាអត់ដឹងបាទនឹងធ្វើម៉េចគេកលៃអីណាកញ្ចប់គេស្អីទៅវាធ្វើដោយអចេតនាដោយអីនឹងអត់ដឹងអត់ហ៊ានធានាណាបាទប៉ុន្តែប៉ណ្ដឹងហើយគឺភក្តិការមួយជីវិតខ្ញុំនៅតែជាមិត្តភក្តិប្រជាពលរដ្ឋរបស់យើងត្រូវតែរាប់រកប្រជាពលរដ្ឋថៃដែលគេល្អដែលគេគោរពយើងដែលគេស្រឡាញ់យើងដូចយើងគោរពគេស្រឡាញ់គេត្រូវតែរក្សាក៏ប៉ុន្តែជួយសេដ្ឋកិច្ចថៃដើម្បីទិញអាវុធយកមកទម្លាក់គ្រាប់លើក្បាលយើងអត់ទេឈប់ហើយបាទច្បាស់លាស់បាទនេះជាការសន្យាមួយជីវិតមានរឿងមួយទៀតដែលយើងត្រូវតែធ្វើគឺធ្វើយ៉ាងណាដើម្បីនឹងកសាងស្ថាបនាចាក់គ្រឹះពង្រឹងឡើងវិញនៅពលឹងជាតិរបស់យើងតាមរយៈការអភិវឌ្ឍស៊ីជម្រៅហើយទូលំទូលាយនៅវប្បធម៌ជាតិគ្រប់ផ្នែកទាំងអស់បាទត្រូវតែពង្រឹងសាកលវិទ្យាល័យដូចតន្ត្រីសាកលវិទ្យាល័យដែលយើងហៅថាបូសានបាទសាកលវិទ្យាល័យវិចិត្រសិល្បៈគ្រប់ផ្នែកទាំងអស់បាទដើម្បីឲ្យពួកខ្មែរយើងប្រកែណាតាមខ្ញុំនៅក្មេងខ្ញុំចាំយើងត្រូវតែធ្វើឡើងវិញរួមគ្នាធ្វើឡើងវិញវិស័យឯកជនត្រូវតែជួយដើម្បីឲ្យមានមធ្យោបាយធ្វើរឿងឡើងវិញប្រាំងភាសាទាំងប៉ុន្មានត្រូវតែឲ្យកូនខ្មែររបស់យើងស្គាល់ឡើងវិញទាំងអស់បាទតន្ត្រីរបាំព្រីទ្របរបាំប្រជាប្រិយត្រូវតែរៀបចំឡើងវិញទាំងអស់ឧបករណ៍ភ្លេងផ្លត់អាហ្នឹងហើយជាពលឹងរបស់យើងបាទហើយកម្មវិធីបង្រៀនកម្មវិធីរៀននៅសាលានៅស្អីគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវតែពង្រឹងនឹងឡើងវិញចំណេះដឹងទូទៅជាពិសេសពលរដ្ឋវិជ្ជាសុជីវធម៌ចេះគោរពចាស់ទុំលើកដៃសំពះអរគុណនិយាយខ្មែរឲ្យពិតជានិយាយខ្មែរកុំនិយាយ10ម៉ាត់បរទេស8ម៉ាត់ហើយខ្វាយ2ម៉ាត់អានឹងទៅមិនរួចទេបាទថ្នាលរបស់យើងតូចកុមារតូចហ្នឹងឲ្យគាត់ចេះស្រឡាញ់បរិស្ថានចេះលើកដៃសំពះជម្រាបសួរអរគុណស្រឡាញ់ភាពស្អាតស្រឡាញ់សហគមន៍កសាងសហគមន៍អានឹងបានសរសៃប្រសងនៃសង្គមរបស់យើងនោះបាទវារឹតរមូលចូលគ្នានោះបានឯកភាពចិត្តរឹងមាំសាមគ្គីចិត្តរឹងមាំបាទយើងអភិវឌ្ឍតែរូបវ័ន្តគិតទៅពីម៉ូតូច្រើនឡានច្រើនខ្នល់ស្ពានថ្នល់មិនគ្រប់ទេបាទត្រូវអភិវឌ្ឍទាំងអរូបវ័ន្តទាំងអរូបីដែលជាពលឹងរបស់យើងបាទ
នឹងបានថិតទេមានរឿងច្រើនណាស់បាទប៉ុន្តែខ្ញុំគ្មានពេលខ្ញុំនិយាយប៉ុណ្ណឹងបាទនៅក្នុងក្បាលខ្ញុំឲ្យខ្ញុំសរសេររាល់ថ្ងៃហ្នឹងផែនហ្នឹងច្រើនមែនទែនបាទយើងត្រូវតែសាររើទំនាក់ទំនងអន្តរជាតិឡើងវិញបាទដាច់ខាតយើងបានធ្វើខុសច្រើននៅក្នុងពេលកន្លងមកយើងបានបែរខ្នងដាក់សហគមន៍អន្តរជាតិនៅក្នុងរឿងបញ្ហាសិទ្ធិមនុស្សនៅក្នុងរឿងបញ្ហាលទ្ធិប្រជាធិបតេយ្យនៅក្នុងរឿងបញ្ហាសេរីភាពនៃការបញ្ចេញមតិឯជាដើមបាទត្រូវតែសាររើឡើងវិញព្រោះឥឡូវដោយសារថៃវាផោខ្លាំងពេកបាទទាហានថៃនឹងគិតថាពីផោកលិចខ្លាំងពេកម្ល៉េះហើយសង្គ្រាមចប់មកប៉ុណ្ណឹងផ្អាកមកប៉ុណ្ណឹងសមានចិត្តនៃសហគមន៍អន្តរជាតិនឹងបានងាកមកយើងខ្លាំងណាស់យើងតង់ច្បាមឱកាសនឹងឲ្យជាប់បាទដើម្បីកសាងទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិឡើងវិញបាទដាច់ខាតបាទទេខ្ញុំក៏មានរឿងច្រើនណាស់បាទដែលខ្ញុំគិតឃើញប៉ុន្តែពេលវេលាមានកម្រិតខ្ញុំគ្រាន់តែនិយាយជារូបភាពម៉ាក្រូជារូបភាពធំអញ្ចឹងសិនព្រោះការពារទឹកដីបូរណភាពទឹកដីរបស់យើងមិនអាចទោះបីយើងខ្លាំងប៉ុណ្ណាក៏ដោយសាមគ្គីភាពប៉ុណ្ណាក៏ដោយដូចយើងឃើញស្រាប់ហើយបាទខ្ញុំសូមសរសើរដោយស្មោះនៅការគិតគូររបស់សម្ដេចបវរធិបតីទោះបីជាអ្នកណាតិទានយ៉ាងណាក៏ដោយក៏ប៉ុន្តែសម្រាប់ខ្ញុំធ្វើបានល្អណាស់បាទលទ្ធផលដែលយើងបានទទួលកិច្ចព្រមព្រៀងនៅកូឡាឡំពូកិច្ចព្រមព្រៀងឈប់បាញ់គ្នាបាទហើយយើងនឹងចរចាអំពីបន្ទាត់ខណ្ឌសីមាតទៅទៀតបាទខ្ញុំគិតថាមិនយុត្តិធម៌ទេសម្រាប់អ្នកដែលគិតតែពីតិទានស្រួលនិយាយណាបាទប៉ុន្តែការពិតវាមិនស្រួលដូចដែលយើងនិយាយនោះទេតាំងពីរឿងមិនបានមិនប្រើអាវុធចេះមិនបានប្រើអាវុធចុះដីអស់ប្រមាណភ្នំអស់ប្រមាណប្រាសាទអស់ប្រមាណណាវាមានពេលវេលារបស់វាដែលត្រូវធ្វើបាទវាមានអតិភិបរបស់វាណាមុនណាក្រោយបើយើងគិតតែពីប៉ាតណាប៉ាតណីចឹងអស់ហើយប៉ុន្តែមិនអីទេបាទមិនប្លែកទេបាទព្រោះការប្រឆាំងវាខ្លាចជាប្រឆាំងអាជីពទៅហើយប៉ុន្តែដើម្បីនឹងសាររើឡើងវិញនៅទំនាក់ទំនងអន្តរជាតិយើងត្រូវតែផ្សះផ្សារបួសនៅក្នុងជាតិរបស់យើងអ្នកដែលចេញទៅក្រៅផុតហើយគាត់មានអាជីពជាប្រឆាំងមានអីហ្នឹងទុកគាត់មកដុកសិនទៅព្រោះទោះយ៉ាងណាក៏ជាសិទ្ធិរបស់គាត់ធ្វើគាត់នៅនឹងក្រៅគាត់ធ្វើចឹងហើយក៏ប៉ុន្តែអ្នកដែលហ៊ានតិទៀនអ្នកដែលនិយាយអ្នកដែលនៅខាងក្នុងត្រូវតែមាននយោបាយផ្សះផ្សាជាតិជាក់លាក់មួយស៊ីជម្រៅមួយកុំឲ្យគុកចេះតណែនដោយសពថ្ងៃនឹងទៅមិនរួចទេបាទមានការអីអត់អោនខ្លះទៅមានការអីបដៅខ្លះទៅបាទឈាមយើងណាបាទសាច់របស់យើងណាបាទគុកណែនអស់ហើយមហាផ្ទៃមានផែនការធ្វើគុកថែមធ្វើច្រើនយ៉ាងណាក៏ដាក់មកដែរបើយើងធ្វើទៅរបៀបដូចតែចឹងបាទមានតែផ្សះផ្សាជាតិទេបាទបានយើងអាចរកឃើញនៅសាមគ្គីភាពនៅឯកភាពជាតិឡើងវិញខ្ញុំជឿថាអាចធ្វើបានបាទខ្ញុំក៏មានគំនិតច្រើនព្រោះបានគិតសមាធិធ្វើច្រើនបាទដូច្នេះហើយខ្ញុំគិតថាដូចជាប្រទេសបារាំងជាដើមដែលស្គាល់ផែនទីយើងផែនទីថៃអីច្បាស់លាស់បាទនៅឆ្នាំ2026នេះយើងមានសន្និសីទ Francophonie បាទយើងឆ្លៀតឱកាសហ្នឹងដើម្បីនឹងធ្វើអ្វីមួយព្រោះទៅថ្ងៃមុខទៅដើម្បីថែរក្សាបូរណភាពទឹកដីរបស់យើងបានយើងមិនអាចធ្វើតែខ្លួនយើងបានទេយើងត្រូវតែមានមិត្តនៅក្នុងអាស៊ានមិនគ្រប់គ្រាន់ទេព្រោះអាស៊ាន
មានឆន្ទៈល្អប៉ុន្តែថ្មិញនឹងវាអត់មានបាទមិញរិលហ្នឹងក្រិចរិចហ្នឹងបាទដូច្នេះត្រូវមានមហាអំណាចច្រើនដើម្បីនឹងជួយគាំពៀយើងដោយឈរនៅលើសមានចិត្តដែលគេមានសពថ្ងៃក្រោយពីប៉ះទង្គិចគ្នាជាមួយនឹងថៃកន្លងមកនេះបាទពេលវេលាមានកំណត់ខ្ញុំក៏មិនចង់ឲ្យបងប្អូនកូនក្មួយប្រជាពលរដ្ឋហត់នឿយនឹងស្ដាប់យូរពេកដែរបាទគ្រាន់តែខ្ញុំឆ្លៀតឱកាសនេះដោយសារថ្ងៃនេះជាថ្ងៃ31ថ្ងៃចុងក្រោយនៃឆ្នាំ2025ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យទេពតាថែរក្សាស្វេតឆ័ត្រថែរក្សាទឹកដីកម្ពុជានេះហើយនឹងពលឹងដូនតារបស់យើងសូមជួយថែរក្សាប្រទេសយើងប្រជាពលរដ្ឋរបស់យើងឲ្យជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនអភិវឌ្ឍហើយនឹងសន្តិភាពថិតថេរជាកាលតទៅបាទសូមជម្រាបលាហើយសូមអរគុណណាស់បាទ